ថ្ងៃហ្នឹងយើងមកសាញ៉ាំយ៉ាហោតែជាមនុស្សមួយមុខសម្រាប់ញ៉ាំជុំជុំគ្រួសារមិនថាជុំជុំគ្រួសារបាត់ភ័ក្របងប្អូនឬក៏មិត្តរួមការងារឯងហើយពិសេសញ៉ាំស្មើហ្នឹងគឺរសជាតិដឹងតែឆ្ងាញ់បន្ថែមមកកម្រិតទៀតពុជលៀងអនឯងដែរញ៉ាំយ៉ាហោពីមុនមកហ៎ដែរតាញ៉ាំទៅណាញ៉ាំនៅត្បាល់ខ្មែរអូអញ្ចឹងហៅមកភ្លក់ថ្ងៃនេះចង់អ្នកដែលធ្លាប់ញ៉ាំហើយអីអត់អីឥឡូវយើងញ៉ាំមួយគ្នាតែសុំសួរតិចសិនមុននឹងញ៉ាំពេលញ៉ាំយ៉ាហោនៅត្បាល់ខ្មែរមានអារម្មណ៍អីរសជាតិបាច់រសជាតិខ្ញុំជិះចិត្តញ៉ាំជាមួយហ្មងបងប្អូនទាំងអស់គ្នាយ៉ាហោណាគឺរសជាតិគឺគេហៅថាពាក់កណ្ដាលទឹកស៊ុបពាក់កណ្ដាលទឹកត្រីអញ្ចឹងយើងញ៉ាំទៅយើងអាចដាក់បន្លែដាក់សាច់ហើយនឹងនំបញ្ចុកតាមចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាចំពោះខ្ញុំញ៉ាំអត់ចំណុចអីបន្ថែមទេដោយសារនៅក្នុងហ្នឹងមានរសជាតិប្រៃផ្អែមជូរហឹរល្មមហើយប៉ុន្តែបើសិនជាបងប្អូនគិតថាវាស្ទើយើងមានទឹកត្រីបន្ថែមបានអញ្ចឹងណាពួកលេងចិត្តញ៉ាំតែទឹកត្រីអត់អូនខ្ញុំញ៉ាំតែយ៉ាហោនេះដូចបងដែរចាចាប់ដាក់បន្លែចូលណាបើបងមកដាក់3មិនគេព្រោះចង់ឲ្យវារៀងតុនអលួយតិចនិយាយទៅចូលចិត្តរៀងអលួយតិចតែបើសាច់គោអនឯងចូលចិត្តញ៉ាំបាច់ខ្ញុំដាក់ទាំងអស់ហ្មងអូក៏ប៉ុន្តែញ៉ាំដាក់ទាំងអស់ហ្មងអត់សូវឆ្ងាញ់ទេដោយសារអីវាច្បល់ចូលគ្នាពេកណាបើយើងដាក់បន្លែដែលរៀងរឹងមុនអញ្ចឹងណាដោយហើយសាច់គោយើងជ្រលក់ញ៉ាំឆ្ងាញ់ជាងវាមានអារម្មណ៍ថាសាច់គោហ្នឹងវាផុយវាស្រស់អញ្ចឹងណាហើយតកួននេះក៏ចឹងដែរតកួនណាបើសិនជាយើងហាន់កង់អត់បញ្ហាប៉ុន្តែបើប្រភេទនេះយើងដាក់យូរពេកស្វិតអត់ឆ្ងាញ់ទេយើងជ្រលក់ញ៉ាំដូចសាច់គោហ្នឹងហើយរឹងសមុទ្រអីយើងដាក់ចូលទៅយើងកុំឲ្យវាឆ្អិនពេកឆ្ងាញ់ទេហើយនំបញ្ចុកអនឯងចូលចិត្តដាក់ចូលដែរឬក៏មិនខ្ញុំហៅដល់ខ្ញុំដាក់ចានហើយបានដុសហ្នឹងពួកឯងបើចំពោះខ្ញុំដាក់នំបញ្ចុកចូលហ្មងវាខាត់ទឹកអញ្ចឹងវាអត់សូវឆ្ងាញ់ទេហើយចំណុចពិសេសមួយទៀតនេះគឺបងមាន់នេះខ្ញុំចូលចិត្តធ្វើចាគឺអត់ឲ្យបាយអីទេហើយយើងដាក់ចូលនៅក្នុងទឹកស៊ុបយើងចាហើយឲ្យវានៅជាប់ផ្នែកតិចហើយយើងដួសដាក់ចាបងដាក់ឲ្យអូខេសាច់គោចាំយើងជ្រលក់ក៏បានដែរយ៉ាហនយើងហ្នឹងគឺទឹកវាហ្នឹងគឺវាមានលក្ខណៈថារៀងខាប់តិចតែក៏មិនខាប់ខ្លាំងដែរអញ្ចឹងយើងអាចហត់ទឹកក៏បានហើយយើងជ្រលក់សាច់ញ៉ាំអញ្ចឹងក៏បានអញ្ចឹងយើងដាក់លាយអញ្ចឹងមកហើយនេះឃើញទេប៉ុណ្ណឹងបានហើយកុំឲ្យសាច់ហ្នឹងវាស្វិតតមកតកួនយើងដាក់អញ្ចឹងមកចាំមើលញ៉ាំទៅគឺរសជាតិស្រួយហ្មងតកួនហ្នឹងអូតំណងអរគុណក៏ប៉ុន្តែយ៉ាហនដូចអត់ចាំបាច់ត្រូវណែនាំអីច្រើនទេព្រោះអីមកត្បាល់ខ្មែរពីមុនមកគាត់ធ្លាប់ស្គាល់ត្បាល់ខ្មែរគឺគាត់ស្គាល់យ៉ាហននៅភាគច្រើនតែចង់បន្ថែមដល់អ្នកដែលអត់ធ្លាប់ញ៉ាំយ៉ាហននៅត្បាល់ខ្មែរក៏ជា recommend ឲ្យសាករសជាតិពិសេសនៅខាងកោះនរាយើងមាន view ស្អាតញ៉ាំផងមើល view ផងហើយពិសេសបងប្អូនដែលអញ្ជើញមកកំសាន្តនៅខាងកោះនរាមកដើរលេងផងមកញ៉ាំអាហារឆ្ងាញ់ផងជួបជុំគ្រួសារមិនអញ្ចឹងទេយើងញ៉ាំអាហារហើយអាចដើរលេងនៅមាត់ទន្លេមើល view ពេលល្ងាចកាន់តែស្អាតកាន់តែបន្ថែមបរិយាកាសមួយបែបទៀតហើយវិញយើងអត់សូវនិយាយច្រើនទេញ៉ាំយកអញ្ចឹងបងប្អូនដែលចង់រកកន្លែងសម្រាប់លំហែកាយដើរលេងពេលល្ងាចញ៉ាំអាហារជួបជុំគ្រួសារដែលមានរសជាតិឆ្ងាញ់សូមកុំភ្លេចមកត្បាល់ខ្មែរជាពិសេសមុខម្ហូបមួយមុខនេះគឺត្រូវហ្មងសម្រាប់ញ៉ាំជួបជុំគ្រួសារឬមិត្តភ័ក្តិបងប្អូនគឺយ៉ាហនត្បាល់ខ្មែរអរគុណ